4 ប្រការដែលព្រះពុទ្ធអង្គមិនអាចធ្វើបានសាវករបស់ព្រះពុទ្ធបានសួរទៅព្រះអង្គថាការបើព្រះអង្គជាបុគ្គលដែលមានមេត្តានិងមានឫទ្ធិហេតុអ្វីបានជាមនុស្សពិបាកវេទនាទៀតព្រះពុទ្ធមានព្រះពុទ្ធដីកាថាទោះជាតថាគតមានឫទ្ធិខ្លាំងតែ4ចំណុចដែលតថាគតមិនអាចធ្វើបានមានដូចតទៅ 1. មិនអាចផ្លាស់ប្ដូរវិបាកកម្មបានជនណាសាងកម្មអ្វីជននោះត្រូវទទួលមិនមានជនណាមកទទួលជំនួសបានឡើយ 2. បញ្ញាផ្ដល់ឲ្យគ្នាមិនបានឡើយត្រូវហ្វឹកហាត់ដោយខ្លួនឯងទើបកើតបញ្ញា 3. ភាពល្អស្អាតរបស់ព្រះធម៌មិនអាចទំនាក់ទំនងដោយភាសាបានសេចក្តីពិតរបស់ចក្រវាឡត្រូវអាស្រ័យការប្រតិបត្តិតែម្យ៉ាងគត់ដើម្បីពិសោធន៍រកសេចក្តីពិតនោះ 4. ជនមិនមាននិស្ស័យជាមួយនឹងយើងនឹងស្ដាប់មិនយល់ព្រះធម៌នៃយើងមិនចូលដល់បេះដូងគេឡើយទើបយើងមិនអាចប្រោះគេបានទោះភ្លៀងធ្លាក់ពាសពេញមេឃក៏មិនកើតប្រយោជន៍ចំពោះស្មៅដែលគ្មានឫសព្រះធម៌ទោះទូលំទូលាយធំធេងយ៉ាងណាក៏ពិបាកនឹងប្រោះជនដែលគ្មាននិស្ស័យ